ญาณิปากตานิเมโสกัญจโตวินันตโตกัปปังปังเปโตโวเมตานิปัญญาคัมเปเนปิเนโตตุสัตนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมสัทธาสักยะอะระหะตะสัมมาสัมพุทโธមានគ្រូបង្រៀនខ្លះបានឆ្លងកាត់ជីវិតរបស់យើងដោយផ្ដល់ត្រឹមតែចំណេះដឹងនិងមេរៀនប៉ុន្តែមានគ្រូខ្លះទៀតបានបន្សល់ទុកនៅស្នាមចងចាំដ៏ជ្រាលជ្រៅក្នុងដួងចិត្តរបស់សិស្សនិងបរិស័ទទាំងឡាយតាមរយៈប្រះជីវិតបដិបត្តិដ៏បរិសុទ្ធព្រះគុណធម៌ព្រះមេត្តាករុណានិងការលះបង់ពេញមួយជីវិតចំពោះយើងទាំងអស់គ្នាទាំងព្រះសង្ឃនិងក្រហមព្រះឧបជាព្រមបញ្ញាយ៉ាងឡើងគឺជាព្រះគ្រូដ៏ឧត្តមឧត្តមមួយព្រះអង្គដែលយើងនឹងចងចាំជានិច្ចពុំអាចណាបំភ្លេចបានឡើយនៅក្នុងឱកាសដ៏សែនសោកសៅនេះនឹងសេចក្តីសឹកខ្សួលអួរអាក់នឹកអាល័យជាទីបំផុតយើងខ្ញុំសិស្សគុណទាំងអស់សូមសម្ដែងនៅសេចក្តីគោរពនិងកតញ្ញូយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះគ្រូដែលជាព្រះសង្ឃជាន់ខ្ពស់ដ៏មានព្រះសុគន្ធជាព្រះគ្រូដែលបានលះបង់ព្រះជន្មាយុក្នុងមួយឆាកជីវិតរបស់ព្រះអង្គដើម្បីបុព្វហេតុជាតិនិងសាសនាមិនត្រឹមតែប៉ុណ្ណោះការលះបង់របស់ព្រះអង្គបូជាចំពោះត្រៃសរណៈដើម្បីបុព្វហេតុផ្សព្វផ្សាយព្រះធម៌និងប្រយោជន៍ដល់សព្វសត្វតាំងពីថ្ងៃដំបូងដែលទូលប្រាប់បង្គំខ្ញុំប្រកាសណាយើងខ្ញុំទាំងអស់គ្នាមានឱកាសបានចូលរួមជ្រកកោនក្រោមម្លប់ព្រះគុណរបស់ព្រះអង្គពួកយើងទាំងអស់គ្នាបានទទួលនៅអារម្មណ៍យ៉ាងជ្រាលជ្រៅថាព្រះអង្គមិនត្រឹមតែព្រះសង្ឃដែលមានព្រះឋានន្តរស័ក្តិដ៏ខ្ពង់ខ្ពស់និងភាពថ្លៃថ្នូររបស់ព្រះសង្ឃជាន់ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានមេត្តាករុណាប្រហរតីដ៏ទូលំទូលាយជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបានឡើយប្រហរតីរបស់ព្រះអង្គតែងតែមានភាពស្និទ្ធស្នាលដូចជាឪពុកដែលផ្ដល់នៅក្តីកក់ក្ដៅស្រឡាញ់ពេញចិត្តចំពោះកូនកូនទាំងឡាយព្រះធម្មវិសេសទេសនានិងព្រះបន្ទូលរបស់ព្រះអង្គទោះបីជាសាមញ្ញនិងងាយយល់ក្តី
ក៏ពោពេញដោយអត្ថន័យនិងចម្រូវនៃព្រះធម៌រាល់កិច្ចការដែលព្រះអង្គបានប្រព្រឹត្តគឺជាមេរៀនរស់ដ៏មានតម្លៃស្ដីពីការលះបង់ការអត់ធ្មត់ការមេត្តាករុណានិងការបម្រើព្រះពុទ្ធសាសនាព្រមទាំងសង្គមព្រះអង្គបានលះបង់ព្រះជន្មាយុទាំងមូលដើម្បីថែរក្សាផ្សព្វផ្សាយនិងបន្តព្រះពុទ្ធសាសនាឲ្យស្ថិតថេរចេរកាជានិរន្តររៀងទៅក្នុងបេសកកម្មផ្សព្វផ្សាយព្រះធម៌ព្រះអង្គតែងយកប្រតិយទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌និងអត្តសញ្ញាណរបស់ជនជាតិខ្មែរព្រមទាំងព្រះអង្គបានយកប្រតិយទុកដាក់ចំពោះជីវភាពរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយព្រះឧបជាព្រហ្មបញ្ញាព្រះអង្គក៏បានចូលរួមយ៉ាងសកម្មក្នុងការរួបរวมសាមគ្គីភាពក្នុងសហគមន៍និងការកសាងសាមគ្គីភាពរបស់ប្រជាជាតិអ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាមានសេចក្តីស្ញប់ស្ញែងនិងគោរពព្រះអង្គជាខ្លាំងនោះគឺព្រះជីវិតប្រកបដោយភាពបរិសុទ្ធសាមញ្ញនិងការលះបង់ដើម្បីព្រះធម៌ព្រមទាំងសត្វលោកព្រះអង្គមិនត្រឹមតែបង្រៀនតាមរយៈព្រះបន្ទូលនៃព្រះពុទ្ធឱវាទនោះទេថែមទាំងព្រះអង្គបានបង្រៀនតាមរយៈដំណើរព្រះជីវិតនិងការប្រតិបត្តិរបស់ព្រះអង្គផ្ទាល់ផងមេត្តាករុណាមុទិតាឧបេក្ខារបស់ព្រះអង្គចំពោះសិស្សនិងបរិស័ទទាំងឡាយសេចក្តីអនុគ្រោះចំពោះអ្នកដែលនៅមានកំហុសខុសឆ្គងនិងព្រះហឫទ័យមេត្តាករុណាចំពោះសត្វលោកទាំងឡាយគឺជាមេរៀនដ៏មានតម្លៃដែលយើងខ្ញុំទាំងអស់គ្នាចងចាំពុំអាចបំភ្លេចបានព្រមទាំងយកទៅតាមអនុវត្តក្នុងជីវិតជារៀងរហូតគុណធម៌របស់ព្រះគ្រូព្រះឧបជាចំពោះសិស្សនិងពុទ្ធបរិស័ទទាំងឡាយគឺមិនអាចវាស់វែងដោយទ្រព្យសម្បត្តិឬវត្ថុអ្វីទាំងឡាយបានឡើយព្រះគ្រូមិនត្រឹមតែប្រទានចំណេះដឹងដល់យើងទាំងអស់គ្នាទេប៉ុន្តែព្រះអង្គបានប្រទាននូវជំនឿទិសដៅជីវិតនិងគោលការណ៍នៃការរស់ដ៏ត្រឹមត្រូវតាមលទ្ធិនៃព្រះពុទ្ធសាសនាតាមរយៈព្រះធម៌និងការណែនាំរបស់ព្រះអង្គយើងខ្ញុំទាំងអស់គ្នាបានយល់កាន់តែច្បាស់អំពីតម្លៃនៃមេត្តាការអត់ធ្មត់ការទទួលខុសត្រូវនិងការរស់នៅមួយជីវិតដែលមានប្រយោជន៍ចំពោះព្រះពុទ្ធសាសនាចំពោះសង្គមនិងមនុស្សជុំវិញខ្លួនថ្ងៃនេះព្រះកាយរបស់ព្រះអង្គលែងមាននៅចំពោះមុខយើងទាំងអស់គ្នាទៀតហើយយើងទាំងអស់គ្នាលែងបានឮព្រះបន្ទូលដ៏ទន់ភ្លន់នឹងការណែនាំដ៏មានតម្លៃរបស់ព្រះអង្គដូចមុនទៀតប៉ុន្តែពួកយើងទាំងអស់គ្នាជឿជាក់ថាព្រះឧបជាដែលបានប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួននឹងមិនដែលចាកចេញឆ្ងាយពីដួងចិត្តរបស់សិស្សទាំងឡាយនិងបរិស័ទទាំងអស់គ្នាដោយក្តីអាណិតស្រឡាញ់នោះឡើយព្រះអង្គនៅតែមានប្រវត្តិមាននៅក្នុងព្រះធម្មទេសនានិងព្រះឱវាទគ្រប់ពាក្យសម្ដីព្រះអង្គនៅតែមានវត្តមាននៅក្នុងអំពើល្អកុសលកម្មនិងការបម្រើសង្គមដល់ពួកយើងទាំងអស់គ្នាព្រះអង្គនៅតែជាពន្លឺដ៏ភ្លឺថ្លាដែលបំភ្លឺផ្លូវឲ្យពួកយើងដើរតាមគន្លងមាគ៌ានៃព្រះធម៌ការលាចាកលោកីយ៍នេះរបស់ព្រះអង្គបានបន្សល់ទុកនៅភាពស្ងាត់ស្ងៀមនិងចន្លោះដ៏ធំមួយក្នុងដួងចិត្តរបស់សិស្សគន់ទាំងឡាយប៉ុន្តែការបាត់បង់នេះ
ក៏ជាការរំលឹកដល់ពួកយើងថាប្រសិនបើយើងពិតជាគោរពស្រឡាញ់និងមានកតញ្ញូចំពោះព្រះអង្គយើងមិនគួរត្រឹមតែសោកសៅនិងស្រក់ទឹកភ្នែកប៉ុណ្ណោះទេយើងត្រូវបន្តធ្វើអ្វីដែលព្រះអង្គបានបង្រៀនរក្សាសិលប្រតិបត្តិធម៌រួបរวมសាមគ្គីស្រឡាញ់និងចេះជួយគ្នាទៅវិញទៅមកព្រមទាំងបន្តបម្រើព្រះពុទ្ធសាសនានិងសង្គមជាតិយើងខ្ញុំទាំងអស់គ្នាសូមបដិញ្ញាចិត្តថានឹងបំលែងសេចក្តីនឹករលឹកនឹងការស្រឡាញ់ចំពោះព្រះអង្គឲ្យទៅជាការប្រព្រឹត្តល្អនឹងយកព្រះឱវាទព្រះធម្មទេសនារបស់ព្រះអង្គមកធ្វើជាគោលការណ៍សម្រាប់ការសិក្សាប្រតិបត្តិនិងការបម្រើព្រះពុទ្ធសាសនាយើងទាំងអស់គ្នានឹងខិតខំបន្តនៅផ្លូវដែលព្រះអង្គបានដើរនឹងថែរក្សាគុណតម្លៃដ៏ល្អប្រពៃដែលព្រះអង្គបានខិតខំកសាងអស់មួយជីវិតព្រះឧបជាជាទីគោរពសក្ការៈទោះបីពេលវេលានេះនឹងកន្លងផុតទៅទោះជាពួកយើងទាំងអស់គ្នានឹងត្រូវបន្តដំណើរជីវិតទៅមុខតាមផ្លូវរៀងខ្លួនក៏រូបភាពនិងព្រះគុណរបស់ព្រះឧបជានឹងនៅតែស្ថិតថេរជានិច្ចជាកាលនៅក្នុងដួងចិត្តរបស់សិស្សគន់ទាំងឡាយព្រះគ្រូបានចាក់ទៅប៉ុន្តែគុណធម៌នៅតែស្ថិតថេរព្រះឧបជាបានឃ្លាតចាកឆ្ងាយប៉ុន្តែព្រះឱវាទនិងគុណធម៌នៅតែស្ថិតនៅជាមួយយើងទាំងអស់គ្នាព្រះកាយព្រះអង្គលែងមានវត្តមានប៉ុន្តែធម្មឱរសរបស់ព្រះអង្គនៅតែបន្តបំភ្លឺផ្លូវដល់សិស្សគុណនិងបរិស័ទទាំងឡាយយើងខ្ញុំទាំងអស់គ្នាសូមក្រាបថ្វាយបង្គំដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះគុណូបការៈគុណដ៏ថ្លៃថ្លាជាទីបំផុតចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះឧបជាជាទីគោរពសក្ការៈសូមកុសលផលបុណ្យទាំងឡាយដែលកូនចៅសិស្សសានុសិស្សប្រជាមេពុទ្ធបរិស័ទទាំងអស់បានបំពេញនៅក្នុងឱកាសនេះសូមឧទ្ទិសថ្វាយប្រគេនដល់ព្រះឧបជាព្រះប្រមបញ្ញាយញ្ញឡើងសូមព្រះអង្គមេត្តាទទួលយកនៅចំណែកភាគផលកុសលដ៏បរិបូរណ៍នេះប្រកបដោយសេចក្តីសុខចម្រើនតរៀងទៅយើងខ្ញុំទាំងអស់គ្នាសូមរក្សាបន្តនៅបេសកកម្មដ៏ថ្លៃថ្នូរដែលព្រះអង្គបានបន្សល់ទុកជាមរតកសម្រាប់សិស្សជំនាន់ក្រោយយើងខ្ញុំទាំងអស់គ្នាជាកូនចៅសិស្សសានុសិស្សសិស្សគុណទាំងអស់ពុទ្ធបរិស័ទទាំងឡាយសូមក្រាបថ្វាយបង្គំលាដោយសេចក្តីអាល័យជាប៉ុនពេកក្រៃសូមថ្វាយបង្គំដោយសេចក្តីនឹករលឹកអាឡោះអាល័យព្រៀបផ្ទឹមពំបានសូមលាព្រះអង្គពីថ្ងៃនេះហើយសូមព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គយងយកកំណើតសុគតិភពកុំបីអខានឡើយណាមោសត្ថាសក្យៈអរហតសម្មា